ព្រះធម៌អាចរំងាប់សេចក្តីសោកបានឆាប់រហ័សរឿងសុជាតមានុបសម័យកាលមួយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅក្នុងវត្តចេតពុនក្រុងពារាណសីនឹងមានកដុំពីរម្នាក់ហ្នឹងគាត់ត្រូវឪពុកនឹងអនិច្ចកម្មស្លាប់ទៅគាត់ធ្វើបុណ្យធ្វើអីហើយចឹងប៉ុន្តែគាត់អត់ព្រមថាមិនចង់បាត់បង់ឪពុកនឹងទេគាត់សោកស្ដាយឪពុកនឹងរឿយមិនត្រឹមប៉ុណ្ណឹងរហូតទៅដល់គាត់ភ្លេចស្មារតីដើរសួរអ្នកផងទាំងពួងតាមផ្លូវនឹងថាមានឃើញឪពុករបស់គាត់ទេមានឃើញឪពុករបស់គាត់ទេឪពុករបស់គាត់នឹងទៅណាអញ្ចឹងក្នុងសម័យមួយព្រះសម្មាសម្ពុទ្ធព្រះអង្គតានពីព្រលឹមព្រះអង្គប្រមើមើលឧបនិស្ស័យទៅឃើញថាកដុំពីរនេះនឹងបានសម្រេចសោតាបើបានជួបតថាគតអញ្ចឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តទៅព្រមដោយភិក្ខុសង្ឃទៅកាន់ផ្ទះកដុំពីរហ្នឹងពេលដែលកដុំពីរឃើញព្រះសម្មាសម្ពុទ្ធមកហើយក៏ទៅសួរព្រះសម្មាសម្ពុទ្ធទៀតថាបបិទ្ធព្រះអង្គដ៏ចម្រើនឃើញឪពុករបស់ខ្ញុំទេឪពុករបស់ខ្ញុំនឹងគាត់ទៅណាអញ្ចឹងព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសួរថាតើអ្នកនឹងយំរកឪពុកមួយណាឪពុកក្នុងអតីតរបស់អ្នកនឹងវាច្រើនហើយឈ្មោះឪពុករបស់អ្នកនឹងមួយណាអញ្ចឹងក៏កដុំពីរនឹងឃើញថាព្រះសម្មាសម្ពុទ្ធព្រះអង្គចង់សម្ដែងអំពីឪពុករបស់ខ្លួននឹងមានច្រើនព្រោះការប្រត់ប្រាស់ចាកញាតិដែលជាទីស្រឡាញ់របស់គាត់នឹងច្រើនណាស់មកហើយអញ្ចឹងក៏គាត់ពិចារណាអញ្ចឹងទៅឃើញសង្ខារទាំងឡាយវាកើតរលត់ការប្រត់ប្រាស់ចាកសត្វនិរិះនឹងវាច្រើនហើយនៅក្នុងវត្តដាក់នឹងនៅក្នុងវត្តសង្សារនឹងអញ្ចឹងក៏ព្រះសម្មាសម្ពុទ្ធទៅសម្ដែងធម៌ទៅក៏ធ្វើឲ្យកដុំពីរនឹងបានសម្រេចសោតាពេលដែលព្រះអង្គនិមន្តមកកាន់វត្តចេតពុនហើយភិក្ខុទាំងឡាយជុំគ្នាសរសើរថាអស្ចារ្យណាព្រះសម្មាសម្ពុទ្ធព្រះអង្គអាចធ្វើឲ្យកដុំពីរនឹងបានបាត់សេចក្តីសោកហើយការវង្វេងស្មារតីគេអីក៏អត់មានទៀតដែរហើយធ្វើឲ្យកដុំពីរនឹងបានសម្រេចធម៌ទៀតអញ្ចឹងពួកភិក្ខុទាំងឡាយសរសើរព្រះសម្មាសម្ពុទ្ធព្រះអង្គក៏និមន្តមកហើយព្រះអង្គសួរថាភិក្ខុទាំងឡាយប្រជុំគ្នារឿងអីភិក្ខុក៏ប្រាប់ដំណឹងនឹងដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ប្រាប់ភិក្ខុទាំងឡាយថាតថាគតនឹងណែនាំកដុំពីរនឹងមិនមែនត្រឹមតែជាតិនឹងទេអញ្ចឹងភិក្ខុទាំងឡាយក៏រតនាព្រះសម្មាសម្ពុទ្ធឲ្យសម្ដែងអញ្ចឹងព្រះអង្គក៏សម្ដែងថាអតីតនិទានមានបរិជាមួយអង្គនៅក្នុងក្រុងពារាណសីព្រះបាទព្រហ្មទត្តសោយរាជនៅក្នុងក្រុងពារាណសីមានកដុំពីរម្នាក់ហ្នឹងគាត់មានកូនមួយហ្នឹងឈ្មោះថាសុជាតៈអញ្ចឹងកដុំពីរហ្នឹងគាត់បានកូននឹងមកហើយកូននឹងធំពេញវ័យទៅឪពុករបស់កដុំពីរហ្នឹងស្លាប់ត្រូវជាជីតារបស់សុជាតៈកុមារហ្នឹងសុជាតៈមានុបហ្នឹងអញ្ចឹងស្លាប់ទៅហើយគាត់ក៏ធ្វើបុណ្យធ្វើអីយកធាតុនឹងទៅដាក់នៅក្នុងបច្ចាដីអីចឹងទៅប៉ុន្តែគាត់នៅតែអាល័យចំពោះឪពុករបស់គាត់ចឹងកដុំពីរហ្នឹងនៅតែអាល័យបាយមិនហូបទឹកនឹងបរិភោគខ្លះចឹងទៅបាយនឹងបរិភោគតិចតួចនឹងធ្វើឲ្យស្គមមែនទែនទៅអញ្ចឹងសុជាតៈមាននុបនឹងឃើញថាការអាល័យរបស់បិតារបស់ខ្លួនហ្នឹងការអាល័យរបស់ឪពុករបស់ខ្លួនហ្នឹងចំពោះជីតាហ្នឹងគឺมันអាចធ្វើឲ្យបាត់បង់អាល័យនឹងបានទេនៅតែនឹកដល់ជីតារបស់ខ្លួននៅតែចង់ឲ្យជីតានឹងរស់ឡើងវិញអញ្ចឹងបាយមិនហូបទឹកមិនផឹកនឹងស្គមរិញរៃអញ្ចឹងទៅអញ្ចឹងសុជាតកុមារហ្នឹងក៏រកអបាយអញ្ចឹងក៏ទៅដល់ឃើញគោស្លាប់មួយនៅចិត្តក្រុងហ្នឹងនៅចិត្តភូមិហ្នឹងអញ្ចឹងក៏យកគោនឹងមកដាក់កន្លែងផ្លូវនឹងហើយផ្លូវបាយជា4ហ្នឹងមនុស្សទាំងឡាយគេដើរមកឃើញសុជាតហ្នឹងហើយសុជាតហ្នឹងយកទឹកនិងស្មៅហ្នឹងទៅឲ្យគោនឹងស៊ីគោស្លាប់ហ្នឹងហើយអង្វរគោហ្នឹងហើយគោឡើងស៊ីស្មៅឡើងផឹកទឹកមកមនុស្សទាំងឡាយឃើញសុជាតហើយក៏គិតថាសុជាតដូចជាមនុស្សល្ងងឲ្យគោងាប់ហ្នឹងមកស៊ីស្មៅផឹកទឹកមិនអញ្ចឹងក៏នាំរឿងហ្នឹងទៅប្រាប់បិតារបស់សុជាតហ្នឹងអញ្ចឹងបិតាហ្នឹងក៏មកឃើញសុជាតហ្នឹងធ្វើអញ្ចឹងមែនហើយបិតាហ្នឹងពោលថាកូន
កូនពីមុននឹងឆ្លាតឆ្លៀសណាស់ប៉ុន្តែឥឡូវមិនបានកូនល្ងងអញ្ចឹងយកស្មៅនឹងទឹកឲ្យគោងាប់នឹងផឹកមិនបានឲ្យគោនឹងស៊ីមិនកើតអញ្ចឹងសុជាតៈនឹងក៏បានឱកាសនឹងទូលមានបិតានឹងវិញថាកូននឹងល្ងងឲ្យចោះបិតាកូនយកគោដែលនៅមានដៃមានជើងមានច្រមុះមានស្នែងមានកន្ទុយអីមិនទាន់ស្អុយរូបរាងកាយនឹងមិនទាន់បែកធ្លាយទេហើយហៅគោស្លាប់នឹងឲ្យផឹកទឹកស៊ីស្មៅចោះបិតាណោះជីតានឹងបានស្លាប់បានរំលាយខណ្ឌទៅហើយនៅសល់តែឆ្អឹងទេហើយតែបិតានៅតែសោកសៅឪពុកនឹងនៅតែសោកសៅតើខ្ញុំនិងឪពុកនឹងមួយណានឹងល្ងងជាងអញ្ចឹងអញ្ចឹងបិតានោះគ្រាន់តែលឺកូនពោលអញ្ចឹងហើយសុជាតៈជាបណ្ឌិតទេតើចង់ទូលមានចង់ណែនាំយើងអញ្ចឹងក៏ត្រេកអរនឹងសុជាតៈនឹងទៅហើយក៏កាត់បងសេចក្តីអាល័យចំពោះបិតាដែលស្លាប់ទៅនឹងទៅហើយក៏គាត់មានភាពស្រស់បំព្រងឡើងវិញបរិភោគអាហារអីឡើងវិញអញ្ចឹងទៅអញ្ចឹងក៏ព្រះសម្មាសម្ពុទ្ធសម្ដែងធម៌នឹងយ៉ាងហ្នឹងហើយប្រជុំដោយអរិយសច្ចៈហើយមនុស្សទាំងឡាយក៏បានសម្រេចសោតាអញ្ចឹងក៏ព្រះអង្គប្រជុំនិទានជាដកថាចៅសុជាតិមាននុបហ្នឹងគឺជាតថាគតឯបិតារបស់សុជាតិមាននុបហ្នឹងគឺកដុំពីរឥឡូវនេះឯងដែលយំស្វែងរកបិតារបស់គាត់នឹងឯងអញ្ចឹងតថាគតនឹងមិនមែនត្រឹមតែជួយជាតិនឹងទេអញ្ចឹងសាច់រឿងនឹងលោកចង់បញ្ជាក់ថាព្រះធម៌នឹងអាចរងាប់សេចក្តីសោកនឹងបានឆាប់រហ័សព្រះធម៌នឹងធ្វើឲ្យបុគ្គលដែលសោកសៅនឹងអាចផុតអំពីសេចក្តីសោកសៅបុគ្គលដែលកំពុងកើតទុក្ខនឹងឲ្យផុតអំពីការកើតទុក្ខនឹងដូចជារឿងកដុំពីរនឹងអញ្ចឹងណាគាត់យំចង់ឲ្យឪពុកគាត់នឹងរស់ឡើងវិញហើយរស់មិនបើមនុស្សស្លាប់បាត់ទៅហើយហ្នឹងហើយដល់រឿងអតីតនិទានហ្នឹងគឺដូចសុជាតិមាននុបដែលជាពោធិសត្វអញ្ចឹងភាពឆ្លៀវឆ្លៀសណាណែនាំបិតានឹងប្រាប់ថាគោដែលស្លាប់ទៅហើយនឹងវាมันអាចមកស៊ីស្មៅផឹកទឹកនឹងបានដែរទំបីជីតារបស់គាត់នឹងសុជាតិនឹងក៏มันអាចនឹងរស់ឡើងវិញមករស់នៅជាមួយនឹងខ្លួនហើយនឹងជាមួយបិតានឹងវិញបានដែរអញ្ចឹងពោលណែនាំយ៉ាងហ្នឹងថាមនុស្សស្លាប់ទៅនឹងมันអាចនឹងយំការសោកសៅការខ្សឹបខ្សួលនឹងมันអាចធ្វើឲ្យមនុស្សស្លាប់នឹងរស់ឡើងវិញបានទេអញ្ចឹងក្នុងសាច់រឿងហ្នឹងលោកចង់ប្រាប់ថាព្រះធម៌នឹងធ្វើឲ្យមនុស្សសោកសៅព្រាត់ប្រាសចាកញាតិដែលជាទីស្រឡាញ់កំពុងកើតទុក្ខនឹងឲ្យផុតអំពីសេចក្តីទុក្ខបានព្រះធម៌នឹងអស្ចារ្យយ៉ាងហ្នឹងបងសូមអនុមោទនា